វត្តស្រុកខ្មែរយើងក៏មានមិនតិចដែរដែលគឺជាវត្តដែលឆ្លោះប្រកែកគ្នាអាចារ្យឆ្លោះនឹងលោកឆ្លោះនឹងអាចារ្យលោកឆ្លោះនឹងគណៈកម្មការឆ្លោះជើងវត្តអានេះក៏មិនមានមិនតិចដែរទេបែរជាបកជាពួកជាក្រុមមកហ្នឹងបើទៅជាវត្តអារាមលែងជាទីផ្សព្វផ្សាយហើយនៅទីអប់រំហើយបើទៅជាវត្តអារាមទៅជាគំរូឲ្យគេឆ្លោះបែកបាក់ប្រកាសប្រចាក់គ្នាហើយជួនកាលគ្មានរឿងអីធំនេះដាំស្វាយម្ដើមជួនកាលទៅបញ្ហាប្រាក់គេចូលបុណ្យទាំង6លានអីចឹងទៅរឿងទាំងអស់ហ្នឹងរឿងដែលគេផ្ញើយើងដើម្បីបំពេញកុសលឲ្យគេសោះយើងអត់ចេះចាត់ចែងយកទៅជារឿងក្តៅក្រហាយឆ្លោះគ្នាអីចឹងទៅតែប្រាំងយើងទៅនៅផ្ទះយើងប៉ុន្តែវត្តអារាមមិនដូច្នោះទេវត្តអារាមតកាលណាកសាងហើយគឺសម្រាប់តែបរិស័ទដែលមកពីទិសផ្សេងអ្នកប្រើប្រាស់នឹងតដែរព្រះសង្ឃលោកគ្រាន់តែជាអ្នកមើលថែរក្សាស្នាក់នៅលោកមានការប្រើប្រាស់ក៏ពិតមែនហើយប៉ុន្តែប្រើប្រាស់ក្នុងការមើលថែរក្សាទុកដាក់ហើយប្រយោជន៍ដល់ពុទ្ធបរិស័ទដែលអញ្ជើញមកប្រាថ្នាក្នុងការធ្វើនៅកុសលក្នុងពុទ្ធសាសនានឹងដែលជឿថាកាលណាបំពេញទានរក្សាសិលថ្វាយនៅសង្ឃភ័តជាដើមលក្ខណាមិនជាទីត្រេកអរក្នុងលោកដឹមផងក្នុងលោកខាងមុខផងដែលជាថាជាបុណ្យនោះហើយក៏នាំគ្នាធ្វើទៅធ្វើទីណាធ្វើទីវត្តនឹងឯងហើយក៏ត្រូវការប្រើប្រាស់ព្រះវិហារការប្រើប្រាស់នៅសាលាឆាន់អីជាដើមទាំងអស់ហ្នឹងដែលជាប្រយោជន៍ក្នុងពុទ្ធសាសនានោះវត្តអារាមជាទីកន្លែងប្រមូលផ្ដុំដែលបរិស័ទអ្នកព្រមព្រៀងគ្នាហើយមកបំពេញនៅថ្ងៃហ្នឹងអញ្ចឹងមនុស្សមកបើមិនមានវត្តអារាមទេមានទីណាដែលសំគួរដល់ការជួបជុំជាងវត្តអារាមទៀតនោះអត់មានទេវត្តអារាមមិនដែលបដិសេធបរិស័ទដែលចូលទេមិនប្រកាន់ថាជាអ្នកមានអ្នកក្រកើតក្នុងតកោពងពោះថោកទាបអន់ថយរុំរឿនឬក៏ជាសាសនិកនិកាយសាសនាណាទេវត្តអារាមមិនដែលទាំងបដិសេធមិនទទួលស្គាល់មិនទទួលយកដែលបរិស័ទទាំងអស់នោះទេយើងកន្លែងផ្សេងវាអាចជាមិនទទួលមនុស្សគ្រប់ប្រភេទវណ្ណៈដែរប៉ុន្តែវត្តអារាមមិនដូច្នោះទេលោកមកពីឆ្ងាយហត់កម្លាំងអស់កម្លាំងនឿយហត់ព្រោះការរកទទួលទានជួញប្រែអ្វីមួយខ្វះទីសំណាក់អាស្រ័យប្រមែងសុំទីវត្តអារាមសំណាក់អាស្រ័យនឹងជាទានមួយដែរគឺសេនាសនៈទានជាកន្លែងដែលឲ្យមនុស្សយាចរមនុស្សធ្វើដំណើរគោចរចរិតពីទីដតីផ្សេងត្រូវការសម្រាប់ក៏មកអាស្រ័យសម្រាប់នៅវត្តអារាមបាននោះកំព្រាទូរគុតឥតគ្រួសារឥតបងឥតប្អូនឥតកូនឥតចៅលាអស់ទីពឹងទៅក៏រមែងតែសំវត្តស្នាក់អាស្រ័យវត្តក៏បណ្ដែបដិសេធដែរបើការខុសត្រូវទំនប់បំរុងហាក់បីដូចជាសាច់ញាតិអញ្ចឹងភិក្ខុសាមណេរដែលមកពីទិសផ្សេងជាបញ្ញវន្តក្តីជាអ្នកសិក្សានៅគម្ពីរដីខាក្តីកាលណាចរិតមកកាន់វត្តអារាមហើយ
វត្តក៏មិនដែលតែបដិសេធថាមកពីវត្តណាខេត្តណាទេគ្រាន់តែសួរឲ្យដឹងថាជាមនុស្សបុស្សត្រឹមត្រូវតាមច្បាប់ទម្លាប់ហើយជាមនុស្សប្រណិប័តធម៌ដ៏ល្អប្រសើរហើយអត់មានទោសអត់មានរឿងជាពិរុទ្ធកម្មណាកើតឡើងហើយក៏ទទួលយកឲ្យស្នាក់នៅទំនប់បំរុងដោយអាហារបិណ្ឌបាតសេនាសនៈគ្រឹះស្លៀកដណ្ដប់រហូតបានរៀនខ្ពង់ខ្ពស់ទៅទៀតបានរៀនខ្ពង់ខ្ពស់ហើយបព្វគុណម្ចាស់អំនោះលោកនៅបន្តក្នុងភ្នោះក៏រមែងញ៉ាំងប្រយោជន៍សាសនាទៅប៉ុន្តែដល់ទៅលោកអស់និស័យក្នុងពុភ្នោះលាចារសិក្ខាបទទៅក៏វត្តអារាមមិនដែលទៅពីគុណសម្បត្តិឬក៏ប្រាក់ឈ្នួលអីពីគុណបំណាច់តែធ្លាប់ចិញ្ចឹមធ្លាប់បីបំថ្នមអំពេលរស់នៅបានសិក្សាដល់ដែរអញ្ចឹងវត្តអារាមនេះវាជាប្រយោជន៍មិនត្រឹមតែជួយបណ្ដុះនៅពុទ្ធិចំណេះដឹងក្នុងការអប់រំតែប៉ុណ្្នឹងទេជួយទៅបង្កើតធនធានមនុស្សជូនដល់ប្រទេសជាតិយើងទៀតផងចឹងហើយបានបរិស័ទក៏បីកំណំគ្នាយល់ច្រឡំថាការកសាងវត្តនេះជារឿងឥតប្រយោជន៍ជារឿងឥតអំពើឡើយនេះគ្រាន់តែជារឿងប្រយោជន៍ដែលយើងឃើញនឹងភ្នែកមិនបាច់រាប់ឆ្វេងដល់របរលោកដែលជាបុណ្យជាកុសលក្នុងការកសាងទីសេនាសនៈពុទ្ធាសនៈសង្ឃាសនៈអីជាដើមលក្ខណៈនេះវត្តអារាមពីដើមមកមិនមែនត្រឹមតែដើរតួគ្រាន់តែជាកន្លែងលុបបំរុងសាសនាទេថែមទាំងជួយជាគំនិតបញ្ញាក្នុងការដឹកនាំរដ្ឋក្នុងការជួយពង្រឹងនៅវិស័យអប់រំក្នុងប្រទេសទៅទៀតនោះប៉ុន្តែជាអកុសលទេដែលប្រទេសយើងកើតសង្គ្រាមរហូតឈានដល់ការលុបបំបាត់សាសនាក្រោយមកក៏ទើបតែកកើតមានពុទ្ធសាសនាឡើងវិញបានកសាងវត្តអារាមឡើងវិញហើយក៏ចាប់ផ្ដើមខ្លួនទីពឹងខ្លួនសិនរហូតមកដល់បច្ចុប្បន្ននេះវត្តមួយចំនួនក្នុងប្រទេសយើងបានដើរតួយ៉ាងសំខាន់ទៅហើយក្នុងការជួយអប់រំផ្សព្វផ្សាយនៅទ្រឹស្ដីរបស់ពុទ្ធសាសនាដែលជាពុទ្ធដីកាយើងថាទ្រឹស្ដីចឹងទៅចុះមិនបែរជាពុទ្ធដីកាដែលព្រះអង្គបានពង្រៀនពីសច្ចភាពដំណោះក៏បីប្រកាន់យកហើយកាលណាដែលយើងប្រកាន់យកទៅអានឹងសេចក្តីសុខមិនមែនកើតឡើងដល់ខ្លួនយើងផងដល់គ្រួសារផងដល់ប្រទេសជាតិយើងនឹងផងបរិស័ទទាំងឡាយក្មេងចាស់ប្រុសស្រីយុវសាស្ត្រទាំងឡាយក៏បីគិតថាការអប់រំខ្លួនឲ្យដល់នៅកន្លងធម៌នេះជារឿងបានដោយក្រអញ្ចឹងហើយក៏បីកុំធ្វេសប្រហែសហើយសពថ្ងៃយើងកំពុងតែមានសេចក្តីប្រមាទច្រើនជាងការប្រុងប្រយ័ត្នតែប្រមាទនៅក្នុងរឿងរស់នៅសពថ្ងៃហ្នឹងយើងប្រមាទហើយសពថ្ងៃហ្នឹងនោះមិនមែនជាអ្នកដែលមានភាពខ្ជាប់ខ្ជួនអីប្រកបប្រជាទៅទេអញ្ចឹងហើយជួបវាសនាប្រទេសជាតិជួបវាសនាគ្រួសារយើងខ្លួនយើងមកនៅលើខ្លួនយើងចេះមានស្មារតីចេះកោតក្រែងប្រុងប្រយ័ត្នជាជាងដែលយើងបណ្ដែតបណ្ដោយឲ្យរស់នៅក្នុងភាពឆ្លក់វង្វេងទាំងតែមិនដឹងថាខ្លួនឯងកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងមើលសពថ្ងៃប្រហែលអ្នកទៅដែលដឹងថាខ្លួនឯងកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងអត់ដឹងទេមិនថាប្រសក់ពេលខ្លះដល់ប្រសងក៏លោកកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងដែលអត់បានដឹងបានពិចារណាពីអ្វីជារឿងគួរអ្វីដែលជារឿងមិនគួរក្នុងលោកនេះពិសេសជនជាតិខ្មែរយើងហ្នឹងសពថ្ងៃលោកស្រីទៅឆ្លក់វង្វេងនឹងគ្រឿងកាយសម្ផស្សទៅនឹងលេនឹងអីចឹងទៅ
ដល់ទៅពេលផលចំក្រោយនាំគ្នាឈឺរោគដោយសារធាតុគីមីនោះវាច្រើនបរោះនាំគ្នាវែងនៅក្នុងគ្រឿងសវណ្ណអីចឹងជាដើមទៅយុវសាស្ត្រនាំគ្នាវែងជាមួយនឹងបព្វធម៌បរទេសខ្លះជាមួយនឹងហ្គេមជាមួយនឹងទូរស័ព្ទអីនឹងខ្លះទៅដល់តែអញ្ចឹងទៅវាសនាលោកធនធានមនុស្សក្នុងប្រទេសហ្នឹងសង្ឃឹមអីទៅហើយក្មេងៗនាំគ្នាវែងជាមួយនឹងការហូបចុកគ្រឿងកំប៉ុំគ្រឿងផ្អែម30កំតនទេនាំគ្នាកើតទឹកនោមផ្អែមកើតលើសឈាមកើតលៀនឈាមអានឹងយើងសត្វថ្ងៃពុំតែរស់នៅក្នុងភាពវែងហើយមិនបានដឹងតែខ្លួនជាអ្នកវែងពេលណាឈឺស្កាត់ទៅបន្ទប់ធ្លាក់ទៅលើទីពេទ្យនាំគ្នាសត្វថ្ងៃចិត្តថាទេខ្លាចឆ្លងអេដខ្លាចឆ្លងអីប៉ុន្តែអាចជំងឺដែលមិនឆ្លងនោះឲ្យច្រើនជាងអេដទៅទៀតសប្តាហ៍ថ្ងៃនោះនោះការទឹកនោមផ្អែមប្រមាណអ្នកទៅសប្តាហ៍ថ្ងៃនោះលើសឈាមនោះប្រមាណអ្នកទៅនោះលៀងឈាមនោះកើតរោគថ្លើមរោគកាពះពោះវៀននោះប្រមាណអ្នកទៅទាំងអស់នោះមកអីមកពីយើងរស់នៅក្នុងការវែងហើយមិនបានប្រុងប្រយ័ត្នឲ្យខ្លួនឯងមានមាត់ទៅចេះទៅហាទៅហូបទៅពិសាទៅទទួលទានទៅមិនបានដឹងថារបស់នោះគួរឬមិនគួរក្នុងពេលណាមិនគួរក្នុងពេលណាជាដើមចឹងតែដល់អញ្ចឹងខ្លួនឯងវែងខ្លួនឯងខ្លាញ់ខ្លួនឯងហើយជាងទៅអាស្រ័យតែបន្ទុកទៅអ្នកនេះទៅអ្នកនោះអញ្ចឹងទៅអស់អីទើសតោះនៅក៏នាំគ្នាទើសតោះក្នុងសាសនាជាដើមតែពុទ្ធសាសនាតាំងនៅក្នុងព្រះរាជាណាចក្រខ្មែរនេះយូរយារមកហើយអត់តន់ជាចំណែកណាមួយផ្លានជាតិទេសឹកតែជាចំណែកជួយជាតិបព្វធម៌ជនជាតិខ្មែរក្រោមផ្នែកលើអីគង់តែថាមានពុទ្ធសាសនានឹងតាំងនៅឯតាទើបបានរក្សាអត្តសញ្ញាណរបស់ខ្លួននោះហើយយើងនាំគ្នាមើលងាយថាពុទ្ធសាសនាឥតប្រយោជន៍កសាងវត្តឥតប្រយោជន៍នៅខុសហើយមកទៅពីយើងជាមនុស្សដែលមិនបានមើលឃើញប្រយោជន៍ពីសាសនាខ្លួនឯងទេចឹងពុទ្ធសាសនាមិនមែនជួយដែរឲ្យប្រសង់បានសិក្សារៀនសូត្រតែប៉ុណ្្នឹងទេជួយជាលំនឹងរបស់សង្គមទៀតកុំមួយដែលអត់មានសាសនាត្រឹមត្រូវទេគឺថាសង្គមនឹងបរិបូរដោយបរិបទទីទៅពីប្រទេសប្រដាស់អញ្ចឹងហើយពុទ្ធសាសនានឹងជាលំនឹងរបស់សង្គមដែរជាលំនឹងរបស់ជំនឿវិជាពលរដ្ឋក្នុងការធានាបាននូវសាមគ្គីភាពឯករាជ្យភាពរបស់ពុទ្ធបរិស័ទជនជាតិនឹងអញ្ចឹងហើយយើងកុំចេះតែគិតថាពុទ្ធសាសនាជាសាសនាដែលនាំគ្នាធ្វើទៅវត្តអត់បានការនោះមិនមកទៅពីយើងធ្ងន់យើងទេរបស់លើលោកនឹងស្អីក៏អត់បានការដែរបើសិនតែយើងមើលឃើញថាជារបស់មិនត្រូវការនោះប៉ុន្តែបើសិនតែយើងឃើញទៅជារបស់គួរដែលហើយទៅសូម្បីតែស្មៅជាងត្រាស់ក៏ជាប្រយោជន៍ដែរនោះមានរោគត្រូវការបរិភោគស្មៅជាងត្រាស់ទៅរកស្មៅជាងត្រាស់មកដើម្បីជាទីកែរោគពុទ្ធសាសនាកុំនិយាយធ្វើដល់វត្តអារាមនោះ
Dân hai dân có phải miền sạt đây bây giờ là mùi ở trầm trời ở phía nhẹ rồi lật không đàn đôi ở cả giờ khơi là bao dương tới nhang khuôn dương ở trên đâu tới nông rương đá dương chết để cực để có đa hạt miền hẹp phá bạc lọt này ai dương chết là tổ chức đại tháp bột sasna bài này bài nô ai sắp ngày có miền ca chấm đông chấm ra kia tới là bột sasna maintain bài này bột sasna climb climb bài nô sắp là chỉ riêng lượng mau nom ai để chụp vào cái kia tới đồn ta dương lục chìm nục miền hạt miền phong á lục men cho tới nó khơi vừa từ ở từ bàn bàn đó thế cứ sao từ miền bằng crop được ăn từ đây bằng luôn hay của von rừng rau sen sen đại chỉ tụm niêm tụm lọp hấp sạp cho một con sasna chứ dữ cho ta nộp hết từ to tới còn ta từ to maintain nó vực này bạn ấy cái ra được thì chỉ luôn bỏ cái liền năng bọn mình chụp nên như thế cả cái prai đời các nếu áp chia cái thiệp cả dục dul và cọp đây cầm nếp mưa từ một ở về mưa từ cái rồi ngay nên tôi thà bàn một bên nơi được thiệp chùm rong chùm ra chua bỏ cái kia chẳng thấy riêng bột sasna chia bột sasna hai bàn tay bột sasna từ nơi tam bậc đề na cái ta xa luôn mà từ chia bạc để bọt bọt để nông Thái có bên bột sasna tại bột sasna Thái có xa luôn từ chia sasna môi để thật được trong bậc đề Thái theo Lào và đôi kia Khmer dưỡng và đôi kia Việt Nam và đôi kia để xem sao ta khoan na te bậc để mình bột sasna bồn tay bột sasna te nơi bậc đề na xa luôn ở cả từ chia ở nơi chỉ môi nó chỉ chân đông bậc đề năng chẳng bột sasna mai miền tùm niêm tùm nó bọn cho năm mấy miền được nó bột sasna ấy ở thế bên đấy tùm liêm tùm lóp xa mất cho chỉ môi bột sasna đấy bọn chùm bên ấy thế chỉ tùm liêm tùm lóp xa mất cho môi bột sasna đấy ở dưới nằm để tê to đó với chân là chuột nè đôi sừng đanh ôm xôm lợp thọp miền thể rạ đầy cá lúa cả mình mà mình đăng thả bỏ bài bần nó rồi mình liên nông posasna nông thế vấn đề đồn ta là bằng cái máu lục miền hai pal lộn á ở dưới địch to hồng đồn ta con ấy về miền bàn chấm đánh ấy cái nào tập gì nè một liền năng lời dưỡng chỉ chuẩn dưỡng cả na để nằm nề ruộng nơi ngay thì bột sasna bị vọt Arab salad thọ lẹ cho để salad thọ lẹ cho hai sang côm nâng vấp vô hai menu đã miên salad thọ menu đã man kia đặt chết nâng sasna bây giờ menu ngay vì sasna chỉ bây giờ vọt Arab nâng bột sasna nâng rồi thầm nôm sao miên ai ra ở tập bạn sẽ đây và ba lại ba tê chẳng ca bộ bất hạn có sáu miền can là chưa đài mực nông sừng côm dương để mực nông mình đó là chuồng cá mê nhà dụ trầm đểผมเปิดnăm đấy trai ở pop cao đầm lô trai gì ta bằng cao đầm lô mờ nô ba nắng chỉ mà nô miền sẽ là thua một vị na mà nô nắng mà nô ngay bị vọt Aram là vậy
ឆ្ងាយពីអប់រំរបស់សាសនាហ្នឹងឯងហើយចឹងសង្គមមួយដែលពោរពេញដោយអកុសលធម៌ជាសង្គមដែលយើងចង់បានឬក៏យ៉ាងណាយើងចង់បានសង្គមដែលពុករំលោភកូនឯងយតាមលោភចៅឯងយុវជនប្រព្រឹត្តអសធម៌ទាំងនៅវ័យមិនទាន់គ្រប់អាយុពេញតែទឹកពេញតែដីជាសង្គមដែលយើងចង់បានបែបហ្នឹងឬយ៉ាងណាមកគ្រប់គ្នាសឹកថាមិនចង់បានដែរប៉ុន្តែទាំងអស់នេះវាត្រូវការសាសនាជួយទំនុកបំរុងផ្នែកបញ្ញាស្មារតីហ្នឹងឯងផ្នែកការអប់រំហ្នឹងឯងហើយព្រះសង្ឃលោកដើរតួជួយឲ្យយើងពេលខ្លះមិនឃើញពីការជួយរបស់លោកទេយើងនាំគ្នាតែដោយភាពគិតរបស់យើងដែលជាទិដ្ឋិខុសនោះមិនចឹងដោយប្រធេរៈល្បីថេរៈធំក្នុងព្រះរាជាណាចក្រខ្មែរយើងសពថ្ងៃលោកជួយណាជួយអប់រំបញ្ញាស្មារតីជួយលើកកម្ពស់តម្លៃសិក្សាតម្លៃអប់រំតម្លៃសុជីវធម៌ក្រមសីលធម៌អប់រំផ្លូវចិត្តទៅទៀតនោះហើយមនុស្សប្រមាណអ្នកទៅដែលតាមស្ដាប់ធ្វើតាមលោកនោះជាប្រយោជន៍ហើយជាប្រយោជន៍ដែលកើតពីសាសនាប៉ុន្តែមានសាសនានៅប៉ុណ្ណឹងផងនៅតែមនុស្សប្រព្រឹត្តទាំងធ្វើអសិលធម៌ក្នុងសង្គមមានការកើនឡើងចុះរំរំតែអត់មានសាសនាទៅទៀតអានឹងមិនធ្លាក់ទៅលើយើងរាល់គ្នានឹងជាមនុស្សដោយសត្វដេរឆានទៅហើយលែងគិតលែងពិចារណាអីអង្គទៅហើយការកើតជាមនុស្សនឹងវាងាយវាមិនងាយប្រហែលទេប៉ុន្តែកើតបានមកហើយយើងគ្រប់គ្នានឹងនាំគ្នាកើតមកសខ្មៅល្អអាក្រក់ល្មិចយើងកើតមកជាមនុស្សបាត់ទៅហើយប៉ុន្តែអារឿងពិបាកណាគឺថាធ្វើខ្លួនឲ្យទៅជាមនុស្សពេញលក្ខណៈនោះរត់តែពិបាកទៅទៀតមើលក៏ដែលជាមនុស្សគឺប្រកបដោយគុណធម៌5យ៉ាងការមិនសម្លាប់ការមិនបៀតបៀនការមិនលួចកេងប្រវ័ញ្ចទ្រព្យដទៃការមិនប្រព្រឹត្តខុសក្នុងការមិននិយាយកុហកបោកប្រាស់ការមិនផឹកនៅទឹកស្រវិលនេះសិទ្ធិធម៌ជាមនុស្សហើយប៉ុន្តែប្រមាណអ្នកទៅដែលធ្វើខ្លួនទៅជាមនុស្សពេញលក្ខណៈបាននោះមានតែមានបែតិចអត់អញ្ចឹងហើយកាលណាដែលយើងប្រព្រឹត្តមិនបានធម៌ជាមនុស្សគាត់ថាអារឿងអកុសលក្នុងសង្គមវាកើតឡើងច្រើនព្រោះតែប្រាជ្ញាអំពីធម៌មួយជាមនុស្សហើយគឺមានតែធ្វើខ្លួនឯងឲ្យទៅជាតិរឆានធ្វើខ្លួនឯងទៅជាតិរឆានលេបដៃទៅគឺថាការអំលោភបំពានលើកូនឯងលើចៅឯងហ្នឹងហើយដែលធ្វើខ្លួនឲ្យទៅជាតិរឆាននោះព្រោះសត្វតិរឆានមានតែបានគិតថានោះជាកូនអញចៅអញអីស្រេចតែតម្រូវការស្រេចតែការចង់បានទៅអរកាលណាយើងធ្វើខ្លួនប្រាសចាកពីមនុស្សទៅបើមិនធ្លាក់ទៅលើតិរឆានទៅធ្លាក់ទៅលើប្រែតមិនទៅការចង់បានរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួនកេងប្រវ័ញ្ចលួចកាប់កេងប្លន់ជាដើមចឹងទៅអានឹងក្នុងធម៌លោភៈនោះទៅកាន់ធ្វើខ្លួនឯងទៅជាប្រែតធ្វើខ្លួនទៅជា
អាសូរកាយមនុស្សម្នេះរឹងត្អឹងអត់ស្ដាប់ពាក្យទូន្មានព្រាបដៅរបស់ដិតអ្នកប្រាជ្ញមេដាបៃតាគ្រូបាអាចារ្យប្រព្រឹត្តទានទាតាមតែចិត្តខឹងតាមតែចិត្តមិនបានដូចបំណងហ្នឹងធ្វើខ្លួនតែជាអសូរកាយយ៉ាងរឿងដែលមនុស្សយើងកើតមកជាមនុស្សបានមកជាមនុស្សហើយមិនដែលបបាក់ធ្វើខ្លួនតែជានោះវាចឹងលៃយ៉ាងម៉េចក៏បីធ្វើខ្លួនឲ្យត្រឹមត្រូវនៅក្នុងធម៌5យ៉ាងដែលជាមនុស្សហ្នឹងដែលយើងចំណាំថាសិល5នោះយើងនៅឃើញថារក្សាសិលបានប្រយោជន៍អីនោះយើងសួរខ្លួនឯងអញ្ចឹងណាសួរអដតីអញ្ចឹងណាហើយយើងគិតថាអត់ប្រយោជន៍ណាប៉ុន្តែមិនមែនទេសិលទាំង5នេះជាគ្រឿងដែលញ៉ាំងឲ្យយើងរស់នៅក្នុងកំណើតជាមនុស្សដល់ត្រឹមត្រូវជាជាងយើងនៅក្នុងសម្បកកាយជាមនុស្សប៉ុន្តែប្រកាន់ចរិតនិស្ស័យជាតិរច្ឆានជាប្រែតជាអសូរកាយឬជាសត្វនរកអញ្ចឹងយើងងាកមកវិញតែយើងធ្វើវត្តធ្វើអីធ្វើវត្តដើម្បីជាទីប្រជុំនៃការអប់រំប្រជុំនៅការព្រមព្រៀងគ្នាប៉ុន្តែសូមទូលប្រគេនជម្រាបតែកុំធ្វើវត្តដើម្បីឆ្លោះគ្នានោះណាព្រោះវត្តស្រុកខ្មែរយើងក៏មានមិនតិចដែរដែលជាវត្តដែលឆ្លោះប្រកែកគ្នាអាចារ្យឆ្លោះលោកឆ្លោះនឹងអាចារ្យលោកឆ្លោះនឹងគណៈកម្មការឆ្លោះជើងវត្តឯងក៏មិនមានមិនតិចដែរទេបែរជាបកជាពួកជាក្រុមហ្នឹងបើទៅជាវត្តអារាមលែងជាទីផ្សព្វផ្សាយហើយនៅទីអប់រំហើយបើទៅជាវត្តអារាមទៅជាគំរូឲ្យគេឆ្លោះបែកបាក់ប្រការបច្ចៈគ្នាតែជួនកាលគ្មានរឿងអីធំទេដាំស្វាយមួយដើមជួនកាលទៅបញ្ហាប្រាក់គេចូលបុណ្យ5-6 លានអីចឹងទៅរឿងទាំងអស់នោះរឿងដែលគេផ្ញើយើងដើម្បីបំពេញកុសលឲ្យគេសោះយើងអត់ចេះចាត់ចែងយកទៅជារឿងក្តៅក្រហាយឆ្លោះគ្នាអីចឹងទៅઅનેរឿងឆ្លោះគ្នាហ្នឹងទៅទៅមកដុំទៅចុះធ្វើម៉េចឲ្យវត្តអារាមបានដើរតួជាទីអប់រំជាមជ្ឈមណ្ឌលនៃការអប់រំទូមានបរិស័ទមិនបាច់គិតតែបរិស័ទឆ្ងាយឯណាទេឡើយតែគិតអ្នកឆ្ងាយអ្នកក្បែរខ្លួនហ្នឹងវេទនាហើយគិតបរិស័ទដែលនៅជុំវិញហ្នឹងឥឡូវដូចជាវត្តស្វាយរំភាក្នុងឃុំស្វាយរំភាអញ្ចឹងស្រុកកំពង់លែងអញ្ចឹងធ្វើម៉េចឲ្យបានតែជួយជាទីពំនាក់អាស្រ័យរបស់បរិស័ទក្នុងឃុំក្នុងស្រុកហ្នឹងឲ្យល្អប្រសើរព្រោះអាណិតបរិស័ទយើងណាអ្នកម្នាក់ជាប់ដែលទុកដែលការលំបាកមិនដឹងជាមានទីណាជាទីអាងមិនដឹងតែមានទីណាជាទីពឹងអ្នកខ្លះចាស់ទៅហើយគ្មានផ្ទះសំបីជាទីពឹងមិនមែនតែផ្ទះគាត់អត់មានទេប៉ុន្តែកូនចៅគាត់មិនប្រកបដោយធម៌ជាទីពឹងមិនកើតក៏រមែងនាំគ្នារត់ទៅរកវត្តដើម្បីជាទីពឹងអញ្ចឹងវត្តត្រូវផ្ដល់នៅធម៌ដល់គាត់ជាជាងប្រកបដោយការប្រកាន់អញ្ចឹងវត្តត្រូវតែដើរតួបរិស័ទយើងមិនមែនសឹកតែជាអ្នកដែលបរិបូរដោយសេចក្តីសុខទេគ្រប់គ្នាសឹកតែជាអ្នកមានទុក្ខហើយទើបកាន់នៅស្រាក់ឬក៏កាន់នៅទេយ្យវត្ថុឬកាន់នៅគ្រឿងបូជាធ្វើដំណើរមកកាន់វត្តព្រោះនឹករលឹកថាវត្តបានជាទីពឹងជាទីពំនាក់របស់ខ្លួន
ចឹងហើយសូមឲ្យយើងគ្រប់គ្នាទាំងបព្វជិតទាំងកុហកសត្វសិមជាពុទ្ធបរិស័ទនឹងក៏បីលៃយ៉ាងណាធ្វើយ៉ាងណាឲ្យខ្លួនបានដល់នៅទីពឹងដ៏ត្រឹមត្រូវការចូលគៀកក្បែរនឹងវត្តអារាមហើយវត្តអារាមក៏ត្រូវតែតបស្នងដល់ពួកគាត់វិញនៅការអប់រំទូមានជាពិសេសផ្លូវចិត្តព្រមនោះមានមាសមានប្រាក់វណ្ណៈយសស័ក្តិធំបវណ្ណាក៏ដោយបើខ្វះការអប់រំទូមានចិត្តហើយគឺថាគ្រប់គ្នាសត្វតែវេទនាហើយឥឡូវយសស័ក្តិលោកអប្រាស្រុកនៅទីនេះស្រាប់ឬក៏យសស័ក្តិធំជាងនឹងទៅទៀតដល់ឋានៈជាអភិបាលខេត្តជារដ្ឋមន្ត្រីជាទេសរដ្ឋមន្ត្រីអីជាដើមបើគ្រួសារគ្មានក្តីសុខឋានៈយសស័ក្តិនោះជាទីសុខទេអត់ទេហើយគ្រួសារមិនមានក្តីសុខមកពីអីមកពីសមាជិកក្នុងគ្រួសារអត់មានការអប់រំចិត្តមួយដ៏ត្រឹមត្រូវអញ្ចឹងគ្រួសារសម្បូរដោយទុក្ខអញ្ចឹងហើយសូមឲ្យយើងគ្រប់គ្នានឹងបានស្គាល់នៅប្រភពនៃការអប់រំចិត្តគឺវត្តអារាមហើយសូមឲ្យវត្តអារាមនឹងបង្កើតបន្ថែមនិងយកចិត្តទុកដាក់លើការអប់រំបរិស័ទរបស់ខ្លួនព្រោះសប្តាហ៍ថ្ងៃសាសនាមានច្រើនហើយសាសនាណាក៏ប្រកាន់ខ្លួនថាជាអ្នកល្អដែរសូម្បីតែពុទ្ធសាសនាយើងក៏ប្រកាសខ្លួនថាជាសាសនាដ៏ត្រឹមត្រូវដែរប៉ុន្តែអ្នកដែលនៅក្នុងសាសនាសប្តាហ៍ថ្ងៃនោះប៉ុន្មានកន្លែងទៅដែលធ្វើខ្លួនឲ្យត្រឹមត្រូវដូចជាអ្វីដែលបានអះអាងនោះអញ្ចឹងហើយការដែលប្រព្រឹត្តដែលត្រឹមត្រូវនឹងគឺថាជារឿងចាំបាច់មែនទែនជាពិសេសគឺវត្តអារាមនឹងប្រសំក្នុងវត្តអីជាដើមនឹងក៏បីរណប័តឲ្យមែនទែនហើយយកចិត្តទុកដាក់លើបរិស័ទនៅចិត្តនឹងជាជាងទៅយកចិត្តនៅទុកដាក់នៅលើបរិស័ទឆ្ងាយព្រោះគេយូរមកម្ដងទេមួយឆ្នាំ2ឆ្នាំ3ឆ្នាំអីមកអើតម្ដងទេដែលបរិស័ទដែលនៅចិត្តយើងនឹងគឺថានៅក្បែរយើងរាល់ថ្ងៃអញ្ចឹងយើងក៏បីតបគុណគាត់ในការអប់រំផ្លូវចិត្តពួកគាត់ឲ្យបានល្អឲ្យយល់ឃើញត្រូវហើយកាលណាបរិស័ទយល់ឃើញត្រូវតាមការអប់រំក្នុងពុទ្ធសាសនាហើយសេចក្តីសុខក្នុងលោកនេះរមែងកើតឡើងដល់គាត់ទោះផ្ទះតូចក្តីធំក្តីហើយសេចក្តីសុខក្នុងបរិលោករបស់គាត់ក៏រមែងកើតឡើងផងអានេះអញ្ចឹងហើយខ្ញុំក៏ណាខ្ញុំសូមត្រេកអរពោសមិទ្ធផលដែលបានកើតឡើងក្នុងសេចក្តីវត្តស្វាយរំពាដែលព្រះគ្រូចារដេកាព្រះអង្គបានយកចិត្តទុកដាក់ខំរៀបចំឆ្លើយតបទៅនឹងសទ្ធារបស់ពុទ្ធបរិស័ទដែលលោកបានជឿទុកចិត្តហើយបានកសាងកើតទៅជាសមិទ្ធផលទាំងអស់ហ្នឹងហើយសូមរក្សាឲ្យបានល្អសង់ក្នុងវត្តព្រះអង្គយកចិត្តទុកដាក់គេមិនមែនជាសាច់ញាតិយើងទេមិនមែនជាបងប្អូនមិនមែនជាពូជាមីងជាមេតាជាបៃតាយើងទេប៉ុន្តែគេចំណាយនៅរបស់ដែលគេស្រឡាញ់គឺលុយកាក់អីហ្នឹងហើយយកមកជួយទំនុកបំរុងកសាងព្រះវិហារសាលាកុដិបច្ចុប្បន្នអីទាំងអស់ហ្នឹងដោយសារតែគោរពជ្រះថ្លាជាជាក់លើយើងចឹងហើយយើងក៏បី
lấy dòng mất chui thai ra xa là bọt trên óc nâng ai ban dịp để giao ai du vay tư còn ơi toàn ban ấy phong khôi khát vắt băng lên mơ lên thai tư chỉ sầm nang muối đã đôi chỉ vọt khâm miền bờ sông chẳng nô chẳng có ta như có bay thai chui mơ cả khó trừ nơi sầm nang là như ban chút lòng ngày này nè nghe ở thất nơi du vay từ tiên làm bayจะไปยาวนองกาปราปรา นองบวชนี่ให้บานกันตลอดก็สันให้อ่านในซองเดินโลกหลายบานบำเพ็ญนองตีสนาสนะเตียนนะแต่มันยังสได้ซบอย่างเรียงกายแต่จัดกลุ่มนิดอ่านในซองเราบอกเสนาสนะนั่นคือมันยังสได้ซอกสรูลเอาไว้ก็ได้บำราอ้อยเพียบซอกสรูลเลือกเพลากายหนึ่งจัดคือรแมนเชียอ่านในซองแบบบานเมาส์ปีกามเป็นเสนาสนะเตียนหนึ่งให้อันนี้ยองกันได้ปรับอ่อยสังเขปให้อ่อยสู้สดับยืมมันบัดเรียบรอบเอเวนง่ายกรอนแบบปรับท่าอาเวได้เจสกได้ซบนองเรียงกายหนึ่งเจ็ดกลุ่มนิดจีอาในซองในการลันดีเสนาเตียนหนึ่งหนึ่งจังกอบได้อ่อนโลนองគ្នាជ្រះថ្លាក្នុងកុសលដែលខ្លួនបានធ្វើហើយយើងបានធ្វើយើងក៏បីចេះធ្វើខ្លួនឯងឲ្យបានប្រយោជន៍មិនមែនថាយកលុយទៅចូលប៉ុនហើយមិនចេះជ្រះថ្លាចេះតែចូលទៅនោះអានិសង្ឃវាមិនមែនជាប្រយោជន៍អីដែលកើតឡើងតាមរបៀបហ្នឹងទេប្រកបបីសន្សំសេចក្តីជ្រះថ្លាសេចក្តីជ្រះថ្លាហ្នឹងរបៀបម៉េចដូចតែថ្ងៃហ្នឹងអញ្ចឹងបងគ្នាក៏សាងព្រះវិហារជួសជុលឥឡូវព្រះវិហារបានស្អាតបាតហើយព្រះវិហារហ្នឹងកើតឡើងព្រោះអីព្រោះសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានចូលរួមចំណែកកសាងធ្វើប៉ុន្តែដល់ថ្ងៃឆ្លងអីចឹងទៅយើងមកបុណ្យវាអត់មានសេចក្តីជ្រះថ្លាក្នុងអំពើដែលខ្លួនបានធ្វើនាំគ្នាពាក់ស្បែកជើងឡើងលើវិហារនាំគ្នាទៅផឹកទឹកទុកដបទុកសុតលើនឹងឬក៏បោះសម្រាមចោលលើនឹងអីចឹងទៅអាហ្នឹងយើងអត់ចេះជ្រះថ្លាទេអត់ចេះជ្រះថ្លាក្នុងរបស់ដែលយើងធ្វើហ្នឹងទេអញ្ចឹងវាមិនត្រឹមតែកុសលមិនបានហើយវាទៅជាសន្សំអកុសលមកវិញទៅទៀតអញ្ចឹងគឺថាកប់បីចេះសម្អាតចេះមើលការខុសត្រូវនៅរបស់នៅក្នុងវត្តហ្នឹងព្រោះប្រសង់លោកគ្រាន់តែជាអ្នកគង់នៅអាស្រ័យនៅហើយជួយមើលថែទេប៉ុន្តែក៏ត្រូវការបរិស័ទហ្នឹងដែលជាអ្នកប្រើប្រាស់ហ្នឹងជួយមើលថែដែរពេលយើងអត់ចេះមើលថែទេប្រសង់ក្នុងវត្តតែ10អង្គនៅតែបោសដីដែលមនុស្សទាំងរយទាំងពាន់ពាក់ឡើងលើវិហារណាទៅឈ្នះនឹងអញ្ចឹងក៏បីយើងចេះជ្រះថ្លាចេះរក្សាសេចក្តីជ្រះថ្លាយើងឲ្យបានជាកុសលឲ្យបានជាប្រយោជន៍ជាងធ្វើសេចក្តីជ្រះថ្លាហ្នឹងឲ្យសាបសូន្យហើយបានទទួលមកវិញទៀត